ស្លាប់7បាត់ខ្លួន82នាក់ក្រោយបាក់ដីនៅឥណ្ឌូនេស៊ីទីក្រុងហ្សាកាតានេះថ្ងៃសៅរ៍ទី24ខែមករាឆ្នាំ2026នេះទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ីបានឲ្យដឹងថាមនុស្សចំនួន7នាក់បានស្លាប់និង82នាក់កំពុងបាត់ខ្លួនបន្ទាប់ពីគ្រោះមហន្តរាយបាក់ដីនៅខេត្ត West Java ចំពេលមានសេចក្តីរាយការណ៍ពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់នោះនេះបើយោងទៅតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters មន្ត្រីនៅក្នុងតំបន់បាននិយាយថាបំណាក់ដីកើតឡើងនៅចំភូមិជំរាលភ្នំនៃខេត្ត West Java អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយបានប្រាប់ Reuters ថាអ្នកបាត់ខ្លួនចំនួនច្រើនយើងនឹងព្យាយាមបង្កើនលទ្ធភាពខិតខំប្រឹងប្រែងស្វែងរកពួកគេនិងជួយសង្គ្រោះនៅថ្ងៃនេះទីភ្នាក់ងារអាកាសធាតុរបស់ឥណ្ឌូនេស៊ីធ្លាប់បានព្រមានពីគ្រោះមហន្តរាយផ្នែកអាកាសធាតុរួមទាំងភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត West Java សម្រាប់រយៈពេល1សប្តាហ៍គិតចាប់ពីថ្ងៃសុក្រនេះទៅនាយករដ្ឋមន្ត្រីដាណឺម៉ាកចុះទៅកោះ Greenland ដើម្បីសម្ដែងការគាំទ្រចំពោះមុខការដោះស្រាយបញ្ហាជាមួយលោក Donald Trump ទីក្រុងនូកនាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen បានទៅបំពេញទស្សនកិច្ចនៅកោះ Greenland កាលពីថ្ងៃសុក្រសប្តាហ៍នេះដើម្បីបង្ហាញការគាំទ្រចំពោះកោះក្នុងតំបន់អាក់ទិកមួយនេះខណៈដែលលោក Donald Trump មានបំណងចង់គ្រប់គ្រងនេះបើយោងទៅតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ទី24ខែមករាឆ្នាំ2026នេះនៅពេលដែលដើរចុះពីយន្តហោះនៅអាកាសយានដ្ឋាននូករបស់កោះ Greenland លោកស្រី Frederiksen ត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រី Greenland លោក Jan Frederik Nelson ប្រកបដោយភាពស្និទ្ធស្នាលបំផុតលោកស្រី Frederiksen បានប្រាប់អ្នកយកសារព័ត៌មានថាយើងកំពុងរៀបចំជំហានបន្ទាប់លើកដំបូងរបស់ខ្ញុំនិងជារឿងសំខាន់បំផុតដែលខ្ញុំមកទីនេះគឺដើម្បីបង្ហាញពីការគាំទ្រដ៏រឹងមាំរបស់យើងសម្រាប់ប្រជាជន Greenland ចំពេលវេលាដ៏លំបាកមួយ Greenland គឺជាទឹកដីស្វយ័តរបស់ដាណឺម៉ាករដ្ឋាភិបាលទាំងពីរបាននិយាយថាកោះនេះមិនមែនសម្រាប់លក់ទេហើយអធិបតេយ្យភាពនៃកោះនេះក៏មិនអាចយកមកពិភាក្សាបានដែរក៏ប៉ុន្តែពួកគេបើកចំហសម្រាប់ការពិភាក្សាលើប្រធានបទផ្សេងទៀតដូចជាសន្តិសុខនិងការអភិវឌ្ឍសេដ្ឋកិច្ចជាដើមលោក Donald Trump បាននិយាយកាលពីថ្ងៃប្រហ័សសប្តាហ៍នេះថាលោកទទួលបានការធានាឲ្យសហរដ្ឋអាមេរិកមានសិទ្ធិចូលដំណើរការជាអចិន្ត្រៃយ៍នៅលើកោះ Greenland បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រមុខ NATO លោក Mark Rutte ដែលបាននិយាយថាសម្ព័ន្ធមិត្តនានាត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការគំរាមកំហែងពីរុស្ស៊ីនិងចិនគួរបញ្ជាក់ផងដែរថាយោធាសហរដ្ឋអាមេរិកត្រូវបានអនុញ្ញាតឲ្យចូលប្រើប្រាស់យ៉ាងទូលំទូលាយនៅលើកោះ Greenland ក្រោមសន្ធិសញ្ញាមួយហើយទីក្រុង Washington បានព្យាយាមពង្រីកវត្តមានរបស់ខ្លួននៅទីនោះថែមទៀតឲ្យទៅជាមូលដ្ឋានតូចមួយក្រោយសម័យសង្គ្រាមត្រជាក់ស្ត្រីថៃម្នាក់បានធ្វើសកម្មភាពសេកជាមួយបរិសុទ្ធបរទេសម្នាក់នៅលើឆ្នេរខ្សាច់កណ្ដាលវាលមិនខ្វល់ពីអ្នកដំណើរដើរកាត់ទីក្រុងបាងកកម្ដងហើយម្ដងទៀតប្រទេសថៃត្រូវអាម៉ាស់មុខលើពិភពលោកដោយសារតែអំពើអនាចារប្រព្រឹត្តដោយជនជាតិរបស់ខ្លួនខណៈដែលរឿងហេតុចុងក្រោយនេះស្ត្រីជនជាតិថៃម្នាក់បានធ្វើសកម្មភាពសេកទាំងកណ្ដាលវាលជាមួយជនបរទេសនៅលើឆ្នេរខ្សាច់ដោយមិនខ្វល់ពីអ្នកដំណើរដើរកាត់តាមរយៈការចុះផ្សាយរបស់បាងកកផុសកាលពីថ្ងៃទី23ខែមករាឆ្នាំ2026នេះអ្នកទាំងពីរបានធ្វើសកម្មភាពសេកទាំងកណ្ដាលវាលនៅប៉ាតាយាក៏ប៉ុន្តែត្រូវប៉ូលីសចាប់ខ្លួនព្រោះថាទីតាំងដែលអ្នកទាំងពីរកំពុងធ្វើសកម្មភាពគឺនៅចម្ងាយត្រឹមតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីប៉ុស្តិ៍ប៉ូលីសដោយសារតែទេសចរជាច្រើនមិនពេញចិត្តចំពោះសកម្មភាពដ៏អាក្រក់បែបនេះហើយក៏ប្តឹងទៅប៉ូលីសចាប់ខ្លួនអ្នកទាំងពីរហើយបន្តបើកការស៊ើបអង្កេតជាបន្តគួររំលឹកផងដែរថាកាលពីខែកញ្ញាឆ្នាំមុនថៃត្រូវខ្មាស់គេពេញពិភពលោកម្ដងរួចទៅហើយបន្ទាប់ពីស្ត្រីជនជាតិថៃរបស់ខ្លួនម្នាក់រួមភេទជាមួយទេសចររុស្ស៊ីនៅលើរថយន្តបើកបរតាមដងផ្លូវតាមរយៈវីដេអូដែលថតបានគេឃើញនារីថៃនិងទេសចររុស្ស៊ីបានប្រព្រឹត្តអំពើអនាចារនៅលើគូរថយន្ត Pick Up កំពុងបើកបរតាមទីសាធារណៈក្នុងខេត្តភូកេតដែលនេះជាការបង្ហាញពីភាពអនាធិបតេយ្យរបស់ប្រទេសថៃឲ្យពិភពលោកបានឃើញស្ត្រីរូបនោះមានវ័យ41ឆ្នាំជាអ្នកខេត្តភូកេតផ្ទាល់ដោយទទួលបានប្រាក់ 1000 បាតពីជនជាតិរុស្ស៊ីដើម្បីថតវីដេអូនេះបង្កើតជាមាតិកាសម្រាប់បង្ហោះនៅក្នុងបណ្ដាញសង្គមក្រោយមកប៉ូលីសក៏បានឃាត់ខ្លួនបរិសុទ្ធជនជាតិរុស្ស៊ីនៅឯអាកាសយានដ្ឋានសុវណ្ណភូមិពេលដែលរូបគេប៉ុនប៉ងចាក់ចេញពីប្រទេសថៃដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់